ចាសួស្តីបងនេះវីដេអូឈុតទី2បងនេះឆ្អឹងក្រងរបស់ Dinosaur បងនេះទៅគេយកមកដាក់តាំងអញ្ចឹងទៅមានអក្សរមានប្រវត្តិសាស្ត្ររបស់គេច្រើនមែនតែនហ្មងហើយមាននេះរូបស្វាបងនិយាយទៅនៅក្នុងនេះមានក្រងឆ្អឹងមនុស្សមាននិយាយទៅពីស្វារហូតដល់មនុស្សពីមនុស្សរហូតដល់ក្រងឆ្អឹង Dinosaur នៅក្នុងហ្នឹងមានទាំងអស់ហ្មងនេះគេមានរូបចាប់ពីកូនស្វារហូតដល់ស្វាធំរហូតចេញមកនេះប្រវត្តិសត្វស្វាប្រវត្តិមនុស្សលោកយើងដែលចាប់ចេញពីស្វាមកដើមកំណើតចឹងគេមានណូតនៅក្នុងនឹងទាំងអស់បងនេះប្រវត្តិគេចាដាក់នៅលើនឹងពីប្រមាណពាន់ឆ្នាំមុនអីនេះដល់28000ឆ្នាំអីបានខ្លាយទៅជាក្រងមនុស្សចឹងណាបងហើយនេះជាក្រង Dinosaur និយាយទៅមានគ្រប់ប្រភេទទាំងអស់ព្រោះអត់បានទៅមើល Dinosaur ផ្ទាល់មានជីវិតមានតែមើលនៅក្រងឆ្អឹងព្រោះនៅក្នុងសារមន្ទីរនឹងគេមានក្រងឆ្អឹង Dinosaur និយាយទៅមានគ្រប់ប្រភេទមានអាហោះមានអាហើមហើយក្រងឆ្អឹងក្បាលមនុស្សក្រងឆ្អឹងក្បាលសត្វស្វាអីនិយាយទៅមានទាំងអស់តាំងពីស្វាកើតដល់មនុស្សអាលាក្បាលបងនេះគេមានតាំងឲ្យយើងមើលនិយាយទៅមានគ្រប់ទាំងអស់នេះសត្វស្វាចេញពីសត្វស្វាមកនេះខួរឆ្អឹងហើយនេះមកទៀតចឹងមានច្រើនមែនតើមកគេដាក់តាំងតាមហ្នឹងនេះចេញមកចាប់ផ្ដើមកើតទៅជាមនុស្សនេះមុខដូចមនុស្សនេះលាក្បាលរួចកើតមកនេះចេញជាមុខមនុស្សហើយនៅក្នុងនោះមាននេះក្រង Dinosaur ធំមែនតើមកនិយាយទៅគេដាក់តាំងឲ្យយើងចូលមើលគ្រប់ប្រភេទទាំងអស់បងនេះក្រងឆ្អឹងមែនតើណារបស់ Dinosaur គេយកមកចាប់តឡើងអញ្ចឹងដាក់តាំងឲ្យភ្ញៀវគាត់ចូលទស្សនាមានទាំងរូបមានទាំងសំឡេងនៅក្នុងនឹងទៀតហើយនិយាយទៅមានច្រើនប្រភេទហ្មងបងចូលទៅគឺប្លែកហ្មងហើយពួកខ្ញុំទៅពីនេះទៅមានតែបានតែដើរមើលហើយដើរថតនឹងអត់មានបានទៅមើលលំអិតសួរនាំលំអិតអីទេគឺបានតែដើរមើលហើយថតចឹងបងអាចមើលបាននេះវីដេអូថតផ្ទាល់ហ្មងបងហើយដើរថតបដើបានតែប៉ុណ្្នឹងឯងអរគុណបងសម្រាប់ការទស្សនា